តោះបងប្អូនថ្ងៃនេះបានហូបអីដែរថ្ងៃនេះខ្ញុំបានស្ងោរជីឆាយអញ្ចឹងតោះទៅត្រៀមគ្រឿងទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំប្រើសាច់ជ្រូកច្រាំគ្រឿងក្នុងហើយវាយឺហឺម្រេចខ្ទឹមដែលខ្ញុំបានច្រាំមានសារាយមានបន្លែមាន2មុខមានការ៉ុតជាមួយនឹងស្ពៃបូកូអញ្ចឹងមុនដំបូងគេយើងត្រូវយកសារាយយកទៅឆ្អើរលើភ្លើងដើម្បីឲ្យឡើងក្លិនឈ្ងុយបន្ទាប់មកយើងដាក់ឆ្នាំងស្ងោររបស់យើងមានហើយវាយឺហឺម្រេចខ្ទឹមដែលយើងបានច្រាំហ្នឹងដាក់ចូលគ្នាឲ្យមកហើយក៏ដាក់ប៊ីចេងដាក់ស្ករឲ្យរួចរាល់តែម្ដងមកបងប្អូនតែពេលយើងដាក់គ្រឿងដាក់ក្រូវហើយយើងចាប់ដូរក្រូបវាទុកឲ្យពុះទៅយើងងាកទៅបេះសារាយរបស់យើងពេលដែលយកទៅឆ្អើរនឹងភ្លើងអញ្ចឹងវាពីក្លិនឡើងឈ្ងុយហើយឥឡូវនេះយើងបេះរៀងទូចៗដើម្បីស្រួលហូបអញ្ចឹងណាបងប្អូនពេលដែលយើងបេះរួចត្រូវនឹងទឹកស្ងោររបស់យើងនឹងពុះល្មមពេលដែលពុះយើងចាប់ផ្ដើមដាក់សាច់ជ្រូកចូលទៅដាក់សាច់ជ្រូកចូលហើយយើងកូរសាច់ជ្រូករបស់យើងនឹងឲ្យវាបែកពីគ្នាព្រោះសាច់ជ្រូកច្រាំដាក់ទៅវាឡើងដុំអញ្ចឹងណាអញ្ចឹងបងប្អូនកូរវាបន្តិចមកបន្ទាប់មកទៀតគ្របទុកវាឲ្យពុះសិនពេលដែលវាពុះហើយមកដាក់ការ៉ុតមុនគេព្រោះការ៉ុតវាក្រផុយយើងចង់ស្ងោរឲ្យលលួយអញ្ចឹងណាការ៉ុតដើម្បីឲ្យវាចេញជាតិអញ្ចឹងឥឡូវដាក់ការ៉ុតហើយយើងគ្របទៅវិញពេលដាក់បើកមកម្សៅទៀតយើងចាប់ផ្ដើមមកដាក់ស្ពៃរបស់យើងចូលស្ពៃបូកូមានហ្នឹងដាក់ទៅបងប្អូនពេលដែលយើងដាក់ស្ពៃបូកូហើយយើងក៏ចាប់ផ្ដើមកូរស្ពៃបូកូយើងត្រឡប់ឲ្យវាដូចថាស្មើទឹកស្មើកាកអញ្ចឹងណាឥឡូវនេះដាក់ស្ពៃបូកូរួចរាល់ហើយយើងគ្របទៅវិញទៅហើយក៏បើកមកម្សៅទៀតយើងចាប់ផ្ដើមដាក់សារាយយើងចូលថ្ងៃនេះសារាយខ្ញុំច្រើនទិញមកឡើង4ប្រទេសហ៎បងប្អូនមើលទៅសារាយចង់ច្រើនជាងសាច់ទៀតអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមកូរសារាយយើងមកពេលដែលយើងកូរសារាយយើងហើយយើងទុកសារាយយើងឲ្យពុះចាំយើងមកដាក់តៅហ៊ូរបស់យើងបើតៅហ៊ូថ្ងៃនេះខ្ញុំប្រើតៅហ៊ូ2ដុំពេលដែលយើងដាក់តៅហ៊ូហើយបងប្អូនទុកឲ្យវាពុះទៅបងប្អូនអាចភ្លក់មើលបានហើយតើរសជាតិឆ្ងាញ់ហើយនៅបើសិនជាឆ្ងាញ់ហើយបងប្អូនក៏ដាក់ស្លឹកខ្ទឹមមកដួសហូបបានហើយបងប្អូនឥឡូវនេះក៏ដួសដាក់ចានហើយបងប្អូនអើយថ្ងៃនេះប្រើសារាយច្រើនពេកអញ្ចឹងទៅកប់សាច់អស់លេងឃើញសាច់បន្តិច